សួរបងប្អូនអ្នកគ្នាបានស្វាគមន៍ជាថ្មីមកកាន់នីតិគំនិតបាទនេះគឺជាវីដេអូអេពីសូតទី4ដែលខ្ញុំនឹងនិយាយអំពីប្រធានបទមួយគឺតើយើងធ្វើយ៉ាងណាដើម្បីយើងអាចដឹងពីអនាគតរបស់យើងបានបាទយើងដឹងស្រាប់ហើយថាអនាគតគឺយើងមិនអាចដឹងមុនទេយើងមិនអាចដឹងថាថ្ងៃក្រោយយើងនឹងខ្លាចទៅជាបែបណាគឺយើងមិនអាចស្មានដឹងទៅមុនឡើយប៉ុន្តែសំណួរសួរថាតើយើងធ្វើយ៉ាងណាដើម្បីយើងអាចស្មានដឹងខ្លះអំពីអនាគតរបស់យើងតើថ្ងៃក្រោយយើងទៅជាបែបណាបាទថ្ងៃនេះខ្ញុំនឹងចែករំលែកបងប្អូនអ្នកគ្នាពីគន្លឹះឬក៏វិធីសាស្ត្រមួយចំនួនដែលយើងអាចស្មានដឹងយើងអាចនិយាយបានថាជារបៀបមួយយើងអាចស្មានដឹងអំពីអនាគតរបស់យើងបានបាទបងប្អូនអ្នកគ្នាធ្លាប់ឮពាក្យគេថាខ្សែគប់បណ្ឌិតខ្លាចទៅជាបណ្ឌិតខ្សែគប់ពីលខ្លាចទៅជាពីលបាទពាក្យនេះគឺមិនខុសទេពាក្យមួយឃ្លានេះគឺយើងអាចស្មានដឹងពីអនាគតរបស់យើងបានឧទាហរណ៍បើសិនបើបងប្អូនអ្នកគ្នាខ្សែគប់មនុស្សម្នាក់ដែលមិនល្អជាបុគ្គលដែលគាត់ធ្វើរឿងមិនល្អខុសច្បាប់ឧទាហរណ៍ថាគាត់គិតតែដើរលេងផឹកស៊ីខ្សែគ្រឿងញៀនមិនខិតខំប្រឹងប្រែងរៀនសូត្រឬក៏នាំអ្នកទាំងអស់គ្នាទៅធ្វើរឿងដែលមិនល្អរឿងដែលគ្មានប្រយោជន៍នោះបងប្អូនអ្នកគ្នាគិតថាតើយើងអាចមានឱកាសក្លាយទៅជាមនុស្សល្អទេថ្ងៃក្រោយបើសិនបើអ្នកជំនាញខ្លួនរបស់យើងទាំងអស់ហ្នឹងគឺគាត់សុទ្ធតែជាមនុស្សដែលមិនល្អអញ្ចឹងអ្វីដែលយើងទទួលបានគឺព័ត៌មានឬក៏រឿងរ៉ាវដែលមិនល្អទាំងអស់អញ្ចឹងគឺយើងគ្មានអ្វីដែលយើងទទួលបានរឿងរ៉ាវល្អចូលក្នុងគំនិតរបស់យើងឡើយផ្ទុយមកវិញបើសិនបើមិត្តភ័ក្តិរបស់យើងឬក៏មនុស្សជំនាញខ្លួនយើងទាំងអស់គាត់សុទ្ធតែជាមនុស្សល្អដែលនាំយើងធ្វើតែរឿងល្អឧទាហរណ៍ថារៀនសូត្រឬក៏ធ្វើកិច្ចការណាដែលមានប្រយោជន៍សម្រាប់ខ្លួនឯងក៏ដូចជាអ្នកដទៃទាំងមូលអញ្ចឹងព័ត៌មានឬក៏អ្វីដែលយើងទទួលបានពីពួកគាត់នោះគឺសុទ្ធតែជារឿងរ៉ាវល្អវិជ្ជមានបើហើយមានពាក្យមួយគេធ្លាប់និយាយថាបើសិនជាយើងចង់ដឹងថាតើអនាគតរបស់យើងបែបណាយើងអាចស្មានមើលទង្វើរបស់យើងរាល់ថ្ងៃបាទដូច្នេះមានឃ្លាមួយគេនិយាយថាបើសិនជាយើងចង់ដឹងអនាគតរបស់យើងបែបណាចូលយើងសម្លឹងទៅមើលទង្វើរបស់យើងរាល់ថ្ងៃហើយមើលមនុស្សស្និទ្ធស្នាលជាមួយយើងបំផុតបាទដូចខ្ញុំនិយាយបាទដូចយើងបាននិយាយពីខាងលើអញ្ចឹងការរាប់អានគឺជារឿងដ៏សំខាន់ឯទង្វើក៏ជារឿងសំខាន់បាទឥឡូវខ្ញុំលើកឧទាហរណ៍ជាក់ស្ដែងដូចខ្លួនខ្ញុំផ្ទាល់កាលពីមុនមកខ្ញុំធ្លាប់ធ្វើការនៅកន្លែងមួយដែលខុសពីជំនាញរបស់យើងបាទហើយកន្លែងនោះមនុស្សភាគច្រើនគឺសុទ្ធតែជាមនុស្សមិនល្អគាត់ភាគច្រើនគាត់ដើរលេងឬក៏គាត់ធ្វើរឿងណាដែលមិនសូវជាមានប្រយោជន៍ខ្លាំងតែក្រោយពីខ្ញុំបានចូលធ្វើការនៅកន្លែងនោះមួយរយៈខ្ញុំក៏ចាប់ដើមឃើញថាខ្លួនឯងគឺមានការគិតឬក៏ទង្វើហើយនឹងសកម្មភាពមួយចំនួនគឺទៅតាមពួកគាត់ដោយមិនដឹងខ្លួនបាទសឹងថាយូរទៅយើងធ្វើរឿងណាដែលគ្មានប្រយោជន៍ដូចពួកគាត់ការគិតរបស់យើងក៏ចាប់ដើមទៅស្តៀងនឹងពួកគាត់ដូចគ្នាអញ្ចឹងកន្លែងនេះគឺពិតជាសំខាន់ទោះបីយើងជាមនុស្សម្នាក់មានផ្លូវចិត្តរឹងមាំយ៉ាងណាក៏ដោយចង់មិនចង់នៅពេលដែលយើងនៅជាមួយមនុស្សដែលអវិជ្ជមានមនុស្សដែលមិនល្អគឺយើងអាចទាំងត្រូវបានអូសទាញទៅមិនល្អតាមពួកគាត់ដែរយើងមើលមកកាន់ខ្លួនឯងហើយអង្គុយគិតបន្តិចថាតើមនុស្សជុំវិញខ្លួនយើងជាមនុស្សបែបណាមិត្តភ័ក្តិយើងឬក៏អ្នកដែលយើងស្និទ្ធស្នាលអ្នកដែលយើងចូលចិត្តនៅជាមួយពួកគាត់ថាតើពួកគាត់ជាមនុស្សបែបណាល្អឬក៏មិនល្អបើសិនជាពួកគាត់ជាមនុស្សល្អអូខេព្យាយាមនៅជាមួយពួកគាត់ឲ្យបានច្រើនប៉ុន្តែផ្ទុយមកវិញប្រសិនបើមនុស្សជុំវិញខ្លួនយើងឬក៏អ្នកដែលយើងស្និទ្ធស្នាលជាមួយនេះជាមនុស្សដែលមិនល្អនាំយើងទៅធ្វើតែរឿងមិនល្អយើងគួរគិតឡើងវិញថាតើយើងគួរបន្តជាមួយពួកគាត់ទៀតឬក៏យើងគួរតែរក្សាគម្លាតបាទកន្លែងនេះគឺរឿងរៀងអាត្មានិយមបន្តិចមិនមែនថាយើងរើសអើងស្អប់ខ្ពើមពួកគាត់ទេប៉ុន្តែយើងគិតមកវិញបើសិនបើយើងនៅតែបន្តបែបនេះទៀតតើអនាគតរបស់យើងនឹងទៅជាបែបណាបាទដោយសារតែឥទ្ធិពលរបស់មនុស្សយើងគឺសំខាន់ណាស់នៅពេលដែលយើងនៅជាមួយអ្នកណាគឺយើងនឹងទៅជាមនុស្សបែបនោះដោយមិនដឹងខ្លួនឧទាហរណ៍បើសិនជាយើងខ្សែគប់បើថាអ្នករកស៊ីជាអ្នកជំនួញឥឡូវឧទាហរណ៍បើសិនបើគាត់រកបាន$100អញ្ចឹងបើសិនជាយើងអាចរៀនសូត្រពីគាត់បានតែ 50% បាទអញ្ចឹងយើងក៏អាច
រកបានត្រឹមតែ$50ក៏គិតថាល្អដែរបាទដល់ពេលកន្លែងនេះមានសំណួរមួយសួរថាឥឡូវឧទាហរណ៍ថាប្រសិនបើយើងចង់រៀនពូកែអញ្ចឹងយើងមិនត្រូវទៅរាប់អានជាមួយអ្នកពូកែសួរថាចុះបើសិនជាអ្នកពូកែនោះគេអត់ចង់រាប់អានជាមួយយើងវិញផងតែយើងគួរធ្វើម៉េចអញ្ចឹងកន្លែងនេះខ្ញុំគិតថានៅពេលដែលយើងចង់រាប់អានជាមួយអ្នកពូកែអញ្ចឹងរឿងដែលយើងត្រូវធ្វើគឺយើងត្រូវធ្វើខ្លួនឲ្យពូកែធម្មតានៅពេលដែលយើងចង់ពូកែយើងប្រកាសជាខិតខំរៀនហើយត្រូវខិតខំរៀនអានសៀវភៅឬក៏យើងធ្វើអ្វីដើម្បីឲ្យយើងពូកែអញ្ចឹងនៅពេលដែលយើងនេះមាននៅទឹកចិត្តខិតខំចង់ខ្លាចជាអ្នកពូកែបើសិនបើយើងចង់ទៅទំនាក់ទំនងជាមួយពួកគាត់ឃើញនៅការខិតខំប្រឹងប្រែងរបស់យើងគឺយើងជាមនុស្សល្អបែបនេះបាទពួកគាត់ក៏ចូលចិត្តយើងដែរគឺបែបនេះបាទពួកគាត់ក៏ចង់រាប់អានយើងដែរពួកទេសាយើងជាមនុស្សល្អអញ្ចឹងមនុស្សល្អគឺដើរត្រូវជាមួយអ្នកល្អដូចគ្នាដែរបាទឥឡូវឧទាហរណ៍បើសិនបើយើងជាមនុស្សបែបមិនល្អបែបឆ្លើយបើសិនបើយើងចង់ទៅរាប់អានជាមួយអ្នកល្អក៏មិនកើតដែរបាទកន្លែងនេះគឺបែបនេះសង្ឃឹមថានឹងផ្ដល់ជាគន្លឹះដល់បងប្អូនអ្នកគ្នាតែយើងគួរធ្វើយ៉ាងណាដើម្បីយើងអាចស្មានដឹងពីអនាគតរបស់យើងបានអញ្ចឹងសរុបមកវិញដើម្បីយើងអាចស្មានដឹងអំពីអនាគតរបស់យើងរឿងទី1ដែលយើងត្រូវមើលគឺទង្វើរបស់យើងថាតើសកម្មភាពទង្វើរបស់យើងនេះយើងធ្វើរាល់ថ្ងៃតើវាត្រូវនឹងគោលដៅវាត្រូវនឹងអីដែលយើងចង់បានអត់ឥឡូវឧទាហរណ៍បើសិនបើយើងចង់ក្លាយជាកីឡាករបាល់ទាត់កំពូលអញ្ចឹងរឿងដែលយើងត្រូវធ្វើគឺយើងខិតខំប្រឹងប្រែងហ្វឹកហាត់ឲ្យបានពូកែទៅលើជំនាញរបស់យើងទៅលើអ្វីដែលយើងចង់ធ្វើដើម្បីយើងអាចសម្រេចនៅគោលបំណងរបស់យើងកន្លែងនេះបានវាត្រូវគ្នាបើសិនតែយើងចង់ពូកែចង់ក្លាយជាកីឡាករបាល់ទាត់ជំនាញយើងត្រូវហ្វឹកហាត់លេងបាល់ទាត់បើសិនបើយើងចង់ក្លាយជាកីឡាករបាល់ទះជំនាញយើងត្រូវហ្វឹកហាត់លេងបាល់ទះយើងមិនមែនថាយើងចង់ក្លាយជាកីឡាករបាល់ទាត់ប៉ុន្តែយើងបែរជាលេងតែបាល់ទះយើងចង់ក្លាយជាកីឡាករបាល់ទះប៉ុន្តែយើងទៅលេងតែបាល់ទាត់អាហ្នឹងក៏វាមិនត្រូវនឹងគោលដៅរបស់យើងទេបាទអញ្ចឹងរឿងទី1សំខាន់គឺយើងត្រូវមើលលើសកម្មភាពលើទង្វើរបស់យើងឲ្យវាសមឲ្យវាត្រូវជាមួយទៅនឹងគោលដៅឬក៏ក្តីសុបិនដែលយើងចង់ធ្វើរឿងទី2តើមនុស្សនៅជុំវិញខ្លួនរបស់យើងជាមនុស្សបែបណាជាមនុស្សដែលនាំយើងទៅរកគោលដៅឬក៏មនុស្សដែលនាំយើងបរាជ័យផ្ទុយពីគោលដៅមកលើឧទាហរណ៍បើសិនបើយើងចង់ក្លាយជាកីឡាករបាល់ទាត់កំពូលអញ្ចឹងក៏យើងត្រូវព្យាយាមបង្កើតទំនាក់ទំនងឲ្យបានច្រើនជាមួយនឹងអ្នកដែលមានចំណង់ចំណូលចិត្តដូចគ្នាកន្លែងនេះខ្ញុំជឿថានៅពេលដែលយើងខិតខំប្រឹងប្រែងវឹកហាត់នៅពេលដែលយើងខិតខំប្រឹងប្រែងហើយខ្ញុំជឿថាមនុស្សទាំងអស់នោះដែលមានគោលដៅដែលមានក្តីសុបិនស្រដៀងយើងពួកគាត់នឹងចូលមករកយើងហើយបាទអញ្ចឹងការជ្រើសរើសបុគ្គលសំខាន់ដែលយើងដើរតាមឬក៏បុគ្គលដែលជាគំរូរបស់យើងឬក៏ idol របស់យើងនេះគឺយើងត្រូវមើលមែនទែនបាទអញ្ចឹងវីដេអូមួយនេះក៏ដល់ទីបញ្ចប់ត្រឹមនេះអរគុណបងប្អូនអ្នកគ្នាសម្រាប់ការតាមដានទស្សនាវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់បាទបើសិនជាបងប្អូនអ្នកគ្នាមានមតិយោបល់ផ្សេងៗបងប្អូនអាច comment នៅខាងក្រោមហើយកុំភ្លេចចុច subscribe សញ្ញារូបកណ្ដឹងបាទដើម្បីទទួលបាននូវការជូនដំណឹងនៅវីដេអូផ្សេងៗបាទហើយខ្ញុំនឹងព្យាយាមស្វែងរកនៅប្រធានបទនិងវីដេអូល្អៗផ្សេងៗបន្ថែមទៀតមកចែករំលែកជូនទៅដល់បងប្អូនអ្នកគ្នាបន្ថែមទៀតផងដែរបាទនិទានគំនិតលើកទឹកចិត្តបំផុសគំនិតផ្លូវចិត្តរឹងមាំអរគុណបាទជួបគ្នានៅវីដេអូក្រោយជាបន្តទៀតផងដែរ